វីដេអូនេះគឺកាលពីមុនចូលឆ្នាំប្រហែលថ្ងៃបងប្អូនគឺខ្ញុំរូតជួសស្ពៃប៉ុន្តែជួសអត់ហើយទេវាចូលឆ្នាំមកល្មមជួសអត់ទាន់ហើយទេចង់ប្រាប់ថាប៉ាក់ហ្នឹងគឺវាអត់មានស្ពៃទេបងប្អូនឃើញទេគឺវាគេស្ទង់ហើយអញ្ចឹងទៅវាងាប់ដល់ពេលអញ្ចឹងទៅយើងត្រូវយកស្ពៃហ្នឹងគឺយកមកជួសវាអញ្ចឹងណានិយាយចំទៅថាស្ពៃក្តោបបងប្អូនគឺស្ពៃក្តោបអញ្ចឹងទៅគឺខ្ញុំដាំលើកទី1ដែរហើយដល់ពេលអញ្ចឹងទៅវាដាច់គុំច្រើនណាស់បងប្អូនហើយឥឡូវយើងទៅចកាជាមួយខ្ញុំទាំងអស់គ្នាខ្ញុំដើរតាមក្រោយផ្ទះខ្ញុំទៅបងប្អូននេះស្រូវដែលគេច្រូតហើយនេះផ្លូវទៅចំការរបស់ខ្ញុំគឺធម្មជាតិស្អាតណាស់បងប្អូនអើយពេលល្ងាចអាហ្នឹងយើងជួសបានពេលល្ងាចទេហើយខ្ញុំក៏កន្លែងទៅឃើញខ្ទឹមរបស់ធាខ្ញុំគឺខ្ញុំឡើងទៅថតខ្ទឹមគាត់តិចទៅខ្ទឹមគាត់ទឹមតែដាំដែរទេទឹមដោះដែរទេខ្ទឹមហ្នឹងយីរួមមើលពេលភ្លៀងបានមេបងប្អូនតែអញ្ចឹងទៅធម្មជាតិវារៀងស្រប់ញញឹមតែម្ដងពេលល្ងាចហ្នឹងណាព្រោះអីស្ពៃខ្ញុំហ្នឹងគឺអត់អាចជួសពេលព្រឹកបានទេបើជួសពេលព្រឹកវាអាចនឹងងាប់បងប្អូនវាក្តៅដល់ពេលអញ្ចឹងគេតម្រូវឲ្យជួសពេលល្ងាចម៉ោង4ម៉ោងអីខ្ញុំចាប់ដើមទៅជួសអញ្ចឹងម៉ោង3ជាងអីចឹងទៅហើយថ្ងៃហ្នឹងវាស្ទុំល្អបងប្អូនមើលណែផ្លូវនិយាយភ្លៀងប្រហែលមេងខូចខ្ទេចតែហ្មងគ្នាអ្នកដូចថាដឹកស្បើងនឹកអីចូលអញ្ចឹងដឹកចម្បើងចូលទៅវាជាប់នឹងអញ្ចឹងណាហើយនេះគឺស្រះទឹកបងប្អូនស្រះទឹកហ្នឹងក៏មានត្រីក្នុងហ្នឹងដែរដល់ពេលខែទឹកកន្លែងហ្នឹងលិចអស់ហើយបងប្អូនខែទឹកគឺកន្លែងស្រះហ្នឹងគឺលិចអស់ហើយដល់ពេលខែគោកវាគោកអញ្ចឹងទៅវានៅមានត្រីក្នុងហ្នឹងអញ្ចឹងណាហើយនិយាយរួមគឺមកលិចនេះគឺថាធ្វើអារម្មណ៍ល្អបងប្អូនអើយដូចថាឡាហើយគ្រួក្បាលតែម្ដងធ្វើឲ្យយើងដូចថាបាត់ទុកកង្វល់អស់អញ្ចឹងបងប្អូននេះខ្ញុំកន្លែងទៅឃើញចាបខ្ញុំក៏ថតចាបហ្នឹងគាត់ហើដូចមើលទៅដូចសបាយបងប្អូនឲ្យមើលដេញគ្នាឡើងទៅសងអញ្ចឹងដេញទៅដេញមកតាមខ្យល់បងប្អូនខ្យល់ទៅកបងគាត់ហើមកកបងអញ្ចឹងមកដូចនិយាយរួមដូចរេរាំអញ្ចឹងខ្ញុំតាមថតនិយាយចំទៅគឺថាមើលពួកគាត់ក៏ដល់សបាយយើងក៏កន្លែងទៅឃើញធម្មជាតិស្អាតឃើញពួកគាត់ហោះហ្នឹងក៏សបាយឥឡូវខ្ញុំមកដល់និយាយចុះនិយាយឡើងមកដល់ចំការខ្ញុំហើយបងប្អូនគឺនេះខ្ញុំដកស្ទូងឲ្យមួយសាយណាអញ្ចឹងស្មៅក៏អត់ទាន់ធ្វើដែរអញ្ចឹងដល់ពេលអញ្ចឹងទៅយើងក៏ដកស្ទូងឲ្យយើងដល់ពេលវារស់បន្តិចទៅមើលទៅវាងាប់យើងទុកយើងដូចថាទុកអាលើប៉ាក់នេះដើម្បីដកវាជួសអញ្ចឹងណាឥឡូវគ្រួសារខ្ញុំគាត់ពងដកឥឡូវខ្ញុំដកម្ដងដកហ្នឹងគឺថាដាក់ទឹកដីនឹងឲ្យសើមហើយបានដកមកវាដោយរឹសអញ្ចឹងណាហើយដល់ពេលយើងដកមករួចហើយអញ្ចឹងទៅដោយរឹសហើយយើងក៏យកកត្រៃហ្នឹងកាត់រឹសវាចេញបន្តិចទៅរឹសកែវវាណាបងប្អូនរឹសវែងហ្នឹងណានិយាយរួមខ្ញុំទៅមិនចេះដែរបងប្អូនព្រោះអីយើងទៅដាំលើកទី1ដែរទេហើយលើវាបត់ពិសោធន៍ក៏វានៅស្ទើរដែរអញ្ចឹងចាំមើលតាមដានទាំងអស់គ្នាមើលតើវាយ៉ាងម៉េចចាំមើលស្ពៃខ្ញុំរៀងធំតិចរៀងកែវក្តោបតិចខ្ញុំនឹងថតឲ្យបងប្អូនមើលភាសាទៀតឥឡូវខ្ញុំបានម្លាំងហ្នឹងហើយឡើងសោហ្នឹងឯងខ្ញុំជួសម្លាំងហ្នឹងឲ្យអស់ឥឡូវខ្ញុំមកដល់ដីមួយទៀតឯងបងប្អូនណាគឺដើរប្រហែលជា3-4នាទីដល់ដីមួយទៀតហើយអញ្ចឹងនេះយើងមិនមែនស្ទូងដីដដែលទេហើយខ្ញុំចង់ប្រាប់ថាលោកឃើញអានោះរស់អស់ហើយចង់ប្រាប់ចង្អុលចង់ប្រាប់ថាមកប៉ាក់ហ្នឹងគឺវាងាប់អស់ហើយបងប្អូនឃើញទេនៅសល់មួយហ្នឹងឯងប៉ុន្តែអ្នកចង់ប្រាប់ថាអាទុយក៏ត្រូវទុកដែរបងប្អូននេះអាមួយទុយហ្នឹងដល់ពេលវាធំតិចវាត្រូវជីត្រូវអីទៅវាដូចថាលាស់មកវិញតែម្ដងសំខាន់នៅថាស្លឹកបាវាងាប់ទៅឲ្យតែនៅបដូលវាអញ្ចឹងហើយយើងជីកកប់នេះគឺកប់តិចទេដាក់ដីតិចទេហ៊ានសកត់ខ្លាំងទេបើសិនសកត់គល់វាខ្លាំងពេកវានឹងអាចងាប់បងប្អូនឥឡូវវីដេអូខ្ញុំអត់មានអីច្រើនទេចង់បង្ហាញថាសកម្មភាពរបស់ខ្ញុំដែលខ្ញុំបានដូចថាទៅជួសស្ពៃអញ្ចឹងបងប្អូនស្ពៃក្តោបឥឡូវអរគុណច្រើនបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំជម្រាបលាបាយ